អាជាដំណេតភក្ត្រាអំពីនីវឲ្យបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់តាមដានព័ត៌មានទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជាថៃប៉ុន្តែសូមកុំមានភាពស្លន់ស្លោនៅព្រឹកថ្ងៃទី8 ខែមិថុនាអាយដាមណេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋជឿជាក់និងទុកចិត្តលើឋានៈដឹកនាំជាតិរបស់យើងគឺសម្ដេចតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពឈ្លាសវៃនិងតម្កល់ផលប្រយោជន៍ជាតិជាធំដោយឈលលើមូលដ្ឋានច្បាប់អន្តរជាតិនិងដោយសន្តិវិធីប្រកបដោយភាពម៉ឺងម៉ាត់ដោយសារតែមានការបង្កើតព័ត៌មានคล้ายៗច្រើនក្នុងគោលបំណងបំភ្លៃការពិតកាល័យប្រវត្តិសាស្ត្រនិងញុះញង់ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់សាធារណជនជាពិសេសអ្នកសារព័ត៌មានប្រកាន់ភ្ជាប់នឹងការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមុនដោយផ្អែកលើក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់មាន3សំខាន់គឺសុក្រិតភាពសុចរិតភាពនិងទំនួលខុសត្រូវមុននឹងជឿចែករំលែកនិងផ្សព្វផ្សាយបន្តតាមឯកឧត្តមរដ្ឋមន្ត្រីបានគូរំលែកថាប្រភពព័ត៌មាន3សំខាន់ដែលជាប្រភពព័ត៌មានផ្លូវការពិតនិងត្រឹមត្រូវជាទុកចិត្តគឺទី1ប្រភពពីរាជរដ្ឋាភិបាលកម្ពុជានិងប្រភពពី Facebook សម្ដេចតេជោប្រធានព្រឹទ្ធសភានិងសម្ដេចអធិបតីនាយករដ្ឋមន្ត្រីទី2ប្រភពក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងទី3ប្រភពក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាដើម្បីថែរក្សាសន្តិភាពមិត្តភាពល្អនិងបញ្ជាសង្គ្រាមជាយថាហេតុកម្ពុជាប្រកាន់ជំហរយកបញ្ហាព្រំដែននៅតំបន់មុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចតាក្របីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីធានាបាននូវភាពយុត្តិធម៌ត្រឹមត្រូវនិងមានដំណោះស្រាយជាស្ថាពរតារា Cambodia News